Ok,សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើការ config នៅ AD និង DF ហើយមុនដំបូងអ្នកនរគ្នាធ្វើការ install នៅកន្លែង ROM management សិនចឹងធ្វើការ login របស់ខ្ញុំសិនចឹងដោយសារតែខ្ញុំបាន install នៅ AD ហើយនិង DF ហើយចឹងអ្នកនរគ្នាអាច install វាបាននៅក្នុង tool ហើយអ្នកនរគ្នាចូល management ហើយចូល intro add feature ហើយអ្នកនរគ្នាអាចធ្វើការ add វាបានហើយចឹងដោយសារតែខ្ញុំ add ហើយចឹងខ្ញុំធ្វើខ្ញុំខ្ជិល demo ម្ដងទៀតចឹងមុនពេលអ្នកនរគ្នាធ្វើការinstall វារួចរាល់ហើយវានឹងចេញកន្លែង warning yellow នឹងមួយសម្រាប់ឲ្យអ្នកនរគ្នាចូលទៅការ config វាចឹងមុនដំបូងខ្ញុំធ្វើការ config នៅ active directory domain របស់ខ្ញុំសិនចឹងខ្ញុំចូលទៅកាន់ prompt disable to domain controller ចឹងកន្លែងនេះមាន3 option ចឹងមានន័យថាអ្នកនរគ្នាអាច join នៅ domain ឬក៏បង្កើតឬក៏អ្នកនរគ្នាមាន domain ស្រាប់ឬក៏បានដែរចឹងដោយសារតែខ្ញុំជា domain ថ្មីចាស់ចឹងខ្ញុំចូលទៅការចូលមកការ domain ថ្មីចឹងខ្ញុំធ្វើការបង្កើត domain ចឹងខ្ញុំបានដាក់ឈ្មោះឲ្យវាថាចឹងខ្ញុំដាក់ថា citec.lockhart អូខេបន្ទាប់មកខ្ញុំធ្វើការ next ចាំវាបន្តិចទៅដោយសារវា take time បន្តិចអូខេបន្ទាប់ពីដែលយើងធ្វើដល់នោះហើយយើងអាចជ្រើសយកនៅ password ឬក៏អីចឹងទៅអញ្ចឹងដោយសារតែវាខ្ញុំ loading អញ្ចឹងធ្វើការ loading ចាំតិចសិនទៅបន្ទាប់ពីវាចេញចឹងហើយអ្នកនរគ្នាធ្វើការដាក់ password ឲ្យវាបន្ទាប់មកយើងធ្វើការ next វាទៀតទៅចឹងខ្ញុំធ្វើការ select អូខេpassword អត់មកចឹងធ្វើការដាក់ password ដល់ទៀតអូខេហើយអ្នកនរគ្នាចុច next ចឹងកន្លែងនេះអ្នកនរគ្នាធ្វើការ next ទៀតទៅអូខេធ្វើការ next ទៀតកន្លែងនេះគឺជាកន្លែងដែលយើង keep the default database ដែលមានវានៅ patch នៅ Windows address នៅ Windows ហ្នឹងនៅក្នុង file Windows ហើយនិង NTDC និង NTDF ចឹងអ្នកគ្នាអាចជ្រើសយកនៅ AD database ដែលវាធ្វើការ store នឹងបានចឹងខ្ញុំអត់ធ្វើការខ្ញុំជួយការខ្ញុំអត់បានធ្វើការផ្លាស់ប្ដូរ folder ទេខ្ញុំធ្វើការនេះទៀតចឹងបន្ទាប់ពីកន្លែងនេះនេះគឺជា information ដែលយើងបានធ្វើនៅក្នុងការ config វាអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាវាអត់ទាន់គ្រប់គ្រាន់សម្រាប់អ្នកនរគ្នាឬក៏មិនទេអ្នកនរគ្នាអាចធ្វើការ preview ហើយធ្វើការ config វាម្ដងទៀតអញ្ចឹងដោយសារតែខ្ញុំខ្ជិលខ្វាយខ្វល់ច្រើនធ្វើការ next អូខេដោយសារតែកន្លែងហ្នឹងដោយសារតែខ្ញុំធ្វើការ install នៅcertificate របស់ AD ចឹងដោយសារតែខ្ញុំអត់ទាន់ធ្វើដល់ហ្នឹងជួយការសិក្សាហើយខ្ញុំធ្វើការ config ម្ដងទៀតចឹងអ្នកនរគ្នាចូលទៅកាន់ខ្ញុំធ្វើការ remove របស់ខ្ញុំចាស់សិនចូលទៅកាន់ remove ចុច next មួយទៀតហើយខ្ញុំធ្វើការស្វែងរកនៅactive directory certificate service អូខេបាទអូខេខ្ញុំធ្វើការ remove វាចេញអូខេជួយធ្វើការ remove វាសិនទៅបើសិនអ្នកនរគ្នាបញ្ហានោះដោយសារតែអ្នកនរគ្នាបានtick យកនៅ certificate ឡើងវិញហ្នឹងដែលខ្ញុំបានដែលខ្ញុំបាន remove ចេញហ្នឹងគឺ active directory certificate service ចង់ធ្វើការ remove វាសិនដល់ពេលដែលដំណើរការបន្ទាប់បានចាំអ្នកនរគ្នាធ្វើការ install វាម្ដងទៀតអូខេបន្ទាប់មកអ្នកនរគ្នាចុច close ហើយយើងធ្វើការ restart នៅ server យើងបន្ទាប់ពីខ្ញុំ restart ហើយខ្ញុំធ្វើការ config ម្ដងទៀតខ្ញុំចូលទៅកាន់អូខេចូលទៅកាន់ line ដែរខ្ញុំចុចពាក្យថា admin forest ដាក់ថា citec.local អូខេមកដល់កន្លែងហ្នឹងអ្នកនរគ្នាធ្វើការដាក់ password វាមកអូខេ next ទៀតមកហើយកន្លែងនេះអ្នកនរគ្នាធ្វើការ next ទៀតមក
អូខេនេះទៀតមកកន្លែងនេះគឺជាកន្លែង store database វាចឹងជួយទីមកអូខេចឹងនៅកន្លែងហ្នឹងនៅពេលដែលវា install នៅនៅពេលដែលវា install រួចរាល់ហើយវានឹងធ្វើការ reboot នៅម៉ាស៊ីនរបស់យើងហើយនៅពេលដែលវា reboot ឡើងខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាម្ដងទៀតចឹងធ្វើការ push video សិនដើម្បីកុំឲ្យវីដេអូវែងពេកបន្ទាប់ពីអ្នកនរគ្នាធ្វើការ set up នៅ AD ហើយវានឹងចេញកន្លែងនេះដែលមានក្បាល domain ដែលយើងបាន set នៅពេលកន្លែងដែលអ្នកនរគ្នា write password ហើយចឹងបន្ទាប់មកធ្វើការ login ធម្មតាចឹងអូខេបន្ទាប់ពីធ្វើនឹងចប់ហើយអ្នកនរគ្នានឹងធ្វើការ config នៅ DNS វាម្ដងអូខេចឹងដើម្បី config នៅ DNS អ្នកនរគ្នាធ្វើការចូលទៅកាន់ tool ចូលអ្នកនរគ្នាចូលទៅកាន់ add row អូខេដោយសារវាអត់ start up អស់គេចាប់វាផ្លែទៅដោយសារខ្ញុំដាក់ RAM វា 14GB អូខេដើម្បី set up DNS បានអ្នកនរគ្នាចុច next មកគេដោយសារខ្ញុំ set up វាហើយនៅកន្លែង DNS server ចឹងអ្នកនរគ្នាចុច create វាមកហើយអ្នកនរគ្នាចុច next ទៅហើយនៅកន្លែងនេះអ្នកនរគ្នាចូលទៅកាន់ពេលអ្នកនរគ្នា set up រួចហើយអ្នកនរគ្នាចូលទៅកាន់ DNS អូខេបន្ទាប់ចុះពី DNS ហើយអ្នកនរគ្នាចុចវាពីរដងអ្នកនរគ្នាចូលទៅកាន់ reverse lookup zone ហើយអ្នកនរគ្នាចុចលើវាមួយមកដាក់ new zone ចុច create primary ចុច next ទៀតមកអូខេចឹងមានន័យថាកន្លែង network ID នេះគឺយើងចាប់យក3ខ្ទង់នៅ IP address របស់យើងចឹងន័យថា IP ខ្ញុំ 192.168.100 អញ្ចឹង100.1ចុច dot ចឹងទៅហើយអញ្ចឹងខ្ញុំចាប់យក3ខ្ទង់192.168.100 អូខេអញ្ចឹងអ្នកនេះចុចមួយទៀតមកអូខេនេះទៀតអូខេបន្ទាប់ពីពេលដែលយើង next ហើយអ្នកនឹងធ្វើការវាយនៅ CMD មួយអូខេចឹង CMD ហ្នឹងយើងវាយថា IP config/register DNS ចឹងវានឹងធ្វើការconfig នៅពេលដែលយើង add នៅ DNS ចឹងទៅអូខេបន្ទាប់ពីអ្នកធ្វើចឹងហើយអ្នកនឹងធ្វើការ check មើលនៅ NS lookup មួយទៅកាន់ domain ចឹងថា domain យើងបានចុះ IP ហ្នឹងអញ្ចឹងអ្នកចូលទៅកាន់ NS lookup ctech.local អូខេវានឹងចេញ address យើងហើយមួយទៀតយើងអាចចូលទៅកាន់ open network មកហើយអ្នកគ្នាចូលទៅកាន់ចូលទៅកាន់ change adapter option អ្នកនេះចូលលើនេះចូលអ្នកនេះចូលទៅកាន់ v4 property advanced DNS ចឹងអ្នកនេះក៏អាចដាក់នៅ DNS កន្លែងនេះក៏បានដែរso ចឹងខ្ញុំនឹងធ្វើការដើម្បីឲ្យវា secure ដើម្បីកុំឲ្យ user ក៏ profile ឬក៏ attack ឬក៏ស្វែងរក password ឬក៏ login ទៅតាម username យើងអញ្ចឹងទីមួយយើងត្រូវធ្វើការដូរ username មួយហើយយើងប្រើនៅ username ផ្សេងន័យថាកុំឲ្យ user ពីច្រើននៅ Windows យើងក៏ជាមាន user មួយឈ្មោះ administrator និង guest អញ្ចឹងយើងប្រកាសជាបិទនៅពី user ហ្នឹងហើយដើម្បីឲ្យវា secure ដើម្បីកុំឲ្យ user ដឹងថាuser admin ហ្នឹងវាមានឈ្មោះ12ហ្នឹងទេវាមានឈ្មោះមួយហ្នឹងថា administrator អញ្ចឹងអ្នកនរគ្នាធ្វើការបង្កើត user មួយសិនមកអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ server ចូលទៅកាន់ tool ចូលកាន់ directory user អូខេតោះមកយើងបើកនៅ folder មួយឈ្មោះ user អូខេនេះហើយយើងស្វែងរកនៅ user administrator អញ្ចឹងយើងអាចបដូរឈ្មោះវាបានកន្លែងនេះយើងអាចបដូរឈ្មោះវាបានអញ្ចឹងខ្ញុំដាក់ឈ្មោះអីទៅតាមអ្នកនរគ្នាចង់ដាក់ខ្ញុំដាក់ថាអញ្ចឹងអ្នកនរគ្នាអាចចុចទៅកាន់ rename ដាក់ថា system ដាក់ថា system root ទៅ system admin អូខេ system admin system admin user log on អញ្ចឹងគឺ system admin ដូចគ្នាអូខេបន្ទាប់ពីធ្វើអញ្ចឹងហើយអញ្ចឹងអ្នកនរគ្នាក៏អាចទៅធ្វើការនៅកំណត់នៅគ្រប់ privacy វាដែរបន្ទាប់មកអ្នកនរគ្នាចូលទៅកាន់ tool
privacy management group privacy management ហើយអ្នកនរគ្នាចូលទៅកាន់ default domain privacy អូខេអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ forest យកមកហើយចូលទៅកាន់ domain ក្នុងនេះមាន domain យ៉ាងមួយហើយចូលទៅកាន់ default domain default domain privacy អញ្ចឹងអ្នកនរគ្នាធ្វើការយក edit អូខេហើយបើកវាធំតិចទៅបន្ទាប់ពីអ្នកនរគ្នាលើ edit ហើយអ្នកនរគ្នាចូលទៅកាន់ computer configuration ហើយអ្នកនរគ្នាចូលទៅកាន់policy ចូលទៅកាន់ Windows setting អូខេហើយចូលទៅកាន់ security អូខេចូលទៅកាន់ policy ហើយចូលទៅកាន់ការកំណត់នៅ password policy របស់យើងអញ្ចឹងជាច្រើនមាន define password ដែលមានប្រវែងប្រហែលជា12អក្សរឬក៏8អក្សរដើម្បីកុំឲ្យគេ brute force account នេះបានអញ្ចឹងចូលទៅកាន់ policy ហើយអ្នកនរគ្នាចូលទៅកាន់ password អូខេមាន password ឡើងអញ្ចឹងអ្នកនរគ្នាយក12តួមកអូខេតបមកយើងចូលទៅកាន់មួយទៀតគឺការ log account បើសិនជា user គាត់ចូលទៅកាន់មានន័យថាគាត់ login ច្រើនដងវានឹងធ្វើការ disable account ហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាអាចមើលកន្លែង display វាបានចុះវានឹងប្រាប់យើងហើយមួយទៀតគឺយើងធ្វើការបើកនៅមួយទៀតគឺការ log account ជំនឿថាបើសិនជា user ហ្នឹងគាត់វាយ password ខុស3ដងឬក៏4ដងឬក៏5ដងវានឹងធ្វើឲ្យវា log account duration ប្រហែលជា5នាទីឬក៏30នាទីតាមវាកំណត់អូខេគេនឹងចូលទៅកាន់ account duration បើកមកប្រហែលយើងដាក់ថា30នាទីអូខេចូល apply អូខេគឺការ log account straight home ចឹងដាក់10ដង3ដងបានហើយចាប់ អូខេអញ្ចឹងមួយទៀតគឺយើងធ្វើនៅ admin មានថាយើង implement admin split ខ្ញុំចូលទៅកាន់ user directory ម្ដងuser directory ម្ដងទៀតខ្ញុំចូលទៅកាន់ tool ខ្ញុំចូលទៅកាន់ user អូខេខ្ញុំបង្កើត user មួយ user គេដាក់ថាឈ្មោះខ្ញុំទៅអូខេហើយសិន user ចឹងហើយឈ្មោះដល់អូខេអូខេអូខេប៉ុណ្ណឹងខ្ញុំចុច next ចាំ password ខ្ញុំដាក់ហើយមុនដំបូងអ្នកនរគ្នាអាចមើលបានបើសិនជាគាត់ថាបើសិនជាគាត់នៅពេលដែលគាត់បើកនៅ account ហ្នឹងឬក៏ login account ហ្នឹងវានឹងធ្វើឲ្យវានឹងបើកឲ្យ user គាត់ change password ដល់ខ្លួនឯងហើយទៅគឺ user គាត់មិនអាច change នៅ password ដល់ខ្លួនឯងហើយ password ហ្នឹងគឺមិនអាច expire ហើយ account នេះគឺ account disable ជំនឿថានៅពេលដែលគាត់មាន user ហ្នឹងក៏ដោយក៏ user ហ្នឹងបើកចេញដែរអញ្ចឹងតែខ្ញុំដោយសារតែខ្ញុំធ្វើជា user admin អញ្ចឹងធ្វើការ next sorry ដកចឹង finish អូខេតិចពេកអូខេមកទៀតអូខេអូខេអត់អីទេចឹងធ្វើការទៅទៀតណាyou cannot change password because the password was not matched policy អញ្ចឹងបើសិនជាអ្នកនរគ្នាធ្វើ reproduction ឬក៏ធ្វើជា real server អ្នកនរគ្នាបើកខ្ញុំទៅចឹងខ្ញុំគាត់តែជា demo ទេខ្ញុំធ្វើការបិទនៅកន្លែង12តួអក្សរអញ្ចឹងចូលទៅកន្លែងមកចូលទៅកាន់ default ចូលកន្លែង edit ចូលទៅកាន់ policy sorry policy ចូលទៅកាន់ setting security ហើយចូលទៅកាន់
account policy password policy ចឹងខ្ញុំដាក់តាម4ខ្ទង់នឹងបានហើយចឹងអ្នកនរអាចបិទក៏បានឬបើកបានបើសិនជាអ្នកនរធ្វើលើ production អ្នកនរបើកគួរតែបើកកន្លែងហ្នឹងចឹងធ្វើការ apply អូខេចឹងធ្វើការបង្កើត user ម្ដងទៀតបិទបាត់ទៅដែរចឹងចុចទៅកាន់ active directory ម្ដងទៀត active directory ហើយក៏បង្កើត user new user ទៅ save អូខេtake and day អូខេអូខេចឹងខ្ញុំបានដាក់ password រួចហើយចឹងខ្ញុំធ្វើការបន្ទាប់ចឹងហើយអ្នកនរគ្នាធ្វើការបង្កើតវាហើយអ្នកនរគ្នាឲ្យវាចូលទៅកាន់ domain admin ហ្មងទៅយើងចូលទៅកាន់ user ខ្ញុំមិញមកអូខេចឹងមានយើងចូលទៅកាន់ member of យើង add គាត់ទៅកាន់ domain admin អូខេចុច name អូខេ apply ចឹងធ្វើការ assign ឲ្យវានោះsorryចឹងអ្នកចូលទៅកាន់ other user ដាក់ថា OK ចឹងអ្នកនេះសោះ domain អ្នកនេះវាមកចេញមក city sorry ខ្ញុំ click username ខ្ញុំបាត់ហើយបើខ្ញុំធ្វើការដល់ username ខ្ញុំ click username ខ្ញុំcityចឹងធ្វើការចូលទៅកាន់បងខ្ញុំសាមី អូខេចឹងខ្ញុំធ្វើការដក password ម្ដងទៀតដោយសារខ្ញុំភ្លេច password ខ្លួនឯងចូលទៅកាន់ activate user ដែរចូលទៅកាន់ user ខ្ញុំអូខេបើខ្ញុំមានតែបន្ថែមទេសូមដាក់មិនបន្ថែមផ្សេងឥឡូវខ្ញុំធ្វើការ sign out ម្ដងទៀតsign out អូខេចូលទៅកាន់បងខ្ញុំចឹងបងខ្ញុំគឺ city/bonthei ហើយបងខ្ញុំគឺជា អូខេចឹងដាក់ password ថ្មីហ្នឹងគឺអូខេគេដោយផាត់ដង password ហើយអ្នកគ្នាចូលទៅកាន់ user នឹងតាមនេះអូខេចឹងវាក៏ជា full access មួយសម្រាប់ជា domain admin មួយដែរចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអ្នកគ្នាជួយ subscribe និង comment ហើយឲ្យជួយពីកន្លែងណាអ្នកគ្នាអាច comment ចូលខ្ញុំបានចឹងបាយអ្នកគ្នា see you